Ok បន្តទៀតនៅក្នុងមេរៀននេះយើងនឹងចាប់ផ្ដើមធ្វើការ copy តាម clipboard copy ចម្លងជាន់ណាបាទអញ្ចឹងជំហានទី1នេះដើម្បីយើងអាច copy model យើងទៅលើបានពីជាន់តដីទៅជាន់ទី1ខ្ញុំ recommend ថាគួរ copy គ្រឿងបង្គុំជាប្រភេទពួក horizontal ទៅមុនសិនអាចបដោតទៅលើនេះពួកធ្នឹម slab អីសិនណាអញ្ចឹងយល់ល្អយើងគួរតែ view ជា plan elevation ក្នុង 3D នេះហើយ select ពីឆ្វេងមកស្ដាំយេរួចធ្វើការ filter នេះប្រព័ន្ធកញ្ចក់យើងអត់ត្រូវការយើងត្រូវការតែ floor ជាមួយនឹង framing បន្តទៀតនេះដូចជាខាងក្រៅ hall ខាងក្រៅនេះសំទោសផ្ទៃខាងក្រៅណាខ្ញុំអាចចុច shift ស្កត់click មកឆ្វេងទៅយើងដោះ select ចោលជំហាននេះមួយទៀតណាតិចមកបើយើង click ដោះ select វាអត់ជាប់នៅ slab បេតុងខាងក្រៅនេះ slab នេះណាបាទអូខេអញ្ចឹងយើងអាចធ្វើការ copy សាកល្បងបានហើយនៅខាងលើនេះមានពាក្យថា copy to clipboard ណាហើយយើងចុច pass មក align to select level អញ្ចឹងយើងត្រូវកំណត់វាទៅជាន់ណាយើងឈរនៅជាន់តដីជាប្រភេទពួកមានធ្នឹមមាន slab អញ្ចឹងយើងត្រូវយកទៅជាន់ទី1រួចអូខេមកអូខេប៉ុណ្ណឹងសិនតមកទៀតខ្ញុំចាប់ផ្ដើមចូល elevation ត្រួតពិនិត្យវាបន្តិចជាន់ទី1និងជាន់តដីជាន់ទី1កម្ពស់វាដូចជា5ម៉ែត្រដូចគ្នាអូខេជាន់ទី1ទី2ទី3កម្ពស់5ម៉ែត្រដល់ជាន់ទី4មិនប្រែប្រួលអូខេអញ្ចឹងងាយស្រួលហើយអញ្ចឹងខ្ញុំអាចចុច front មកណាខ្ញុំអាច copy ណាខ្ញុំ select យកទាំងអស់ប៉ុន្តែដាច់ខាតកុំឲ្យជាប់ slab នឹងធ្នឹមណាហើយដោះនេះ slab ធ្នឹមនៅជាន់លើនេះចោលវិញណាប៉ុណ្នេះដើម្បីកាត់បន្ថយភាព error ឬក៏ច្រឡំយល់ល្អគួរ filter ត្រួតពិនិត្យមើលណាពីដានយើងអនុញ្ញាត curtain wall យើងអនុញ្ញាត generate model អូខេដោះទីចោលសិនចាស់រីកខ្ញុំអូខេបាច់ទេចាំយើងមកដល់ unselect នៅខាងក្រៅ generate model វាអាចជាពីដានវាអាចជាពីដានវាអាចជាសសរយកត្រូវការជីណាlighting fixture អូខេ model in group អូខេបាទខ្ញុំសន្មតប៉ុណ្ណឹងខ្ញុំអូខេបន្តទៀតយើងដោះ C នេះ select ពួកនេះចោលរួចរាល់ហើយអញ្ចឹងខ្ញុំចុចពាក្យថា copy ខ្ញុំផាសជាន់ទី1អូខេរួចរាល់ហើយខ្ញុំចង់ select អញ្ចឹងនៅក្នុងចំណុចនេះអ្នកទាំងអស់គ្នាអាចចង select ដើម្បីលើក្រោយយើងមិនចាំបាច់ទៅ select នៅផ្ទៃឬក៏នៅ object ដែលយើងកំណត់ទេអញ្ចឹងយើងចុច cell មកខ្ញុំដាក់ថា first floor អូខេ edit តិចមកណា first floor ណាបានដូចគ្នាអញ្ចឹងឧទាហរណ៍ថាខ្ញុំផ្ដាច់ select បានអញ្ចឹងណាខ្ញុំអាចទៅរកការ select របស់ខ្ញុំឡើងវិញក្នុង manage នេះមកត្រង់ពាក្យថា loud រួច click លើ first floor អូខេវា select ឡើងវិញហើយប៉ុន្តែខ្ញុំអត់ទាន់ select copy តទៀតទេខ្ញុំត្រូវត្រួតពិនិត្យការងាររបស់ខ្ញុំជាមុនសិនការងារដែលខ្ញុំត្រូវត្រួតពិនិត្យហ្នឹងគឺការជាន់សាច់គ្នាមានភាព error ឬក៏អត់អញ្ចឹងណាបាទអូខេដូចជាអត់អីទេដូចនេះខ្ញុំត្រូវធ្វើការងារ pen ទៅលើហ្នឹងសិន PT ដោយសារជាន់ក្រោមនេះទៀតយើងនឹងធ្វើជា topographic surface តកតងជាមួយនឹងការងារ landscape ណាដែលនេះឲ្យមិនចាំបាច់ត្រូវ pen ក្នុងដីណាប៉ុន្តែខាងលើនេះយើងត្រូវតែ pen វាមែនតើអ្នកនរគ្នាត្រូវ pen តិចកន្លែងនេះទៀតណាប៉ុន្តែគ្រាន់តែខ្ញុំអនុវត្តជាមេរៀនខ្ញុំគ្រាន់តែបញ្យល់ឲ្យអ្នកនរគ្នាអាចធ្វើបានប៉ុន្តែអ្នកនរគ្នាអាច
ពេល design មែនតើត្រូវ take care ចំណុចតិចហ្នឹងណាបាទអូខេអ្នកសារខាងមុខនេះទៀតអស់ហើយអូខេខ្ញុំបានរៀបចំផែនទៅលើផ្ទៃដែលនៅសេសសល់តិចតួចមិញរួចរាល់អស់ហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចបន្តទៀតបានហើយអញ្ចឹងយើងអាចចាប់ផ្ដើមធ្វើការ copy អញ្ចឹងការ copy យើងនឹងយើងនៅ check មើលក្នុង load select មិញហ្នឹងមកណាអូខេមករួចយើងចុច copy សាថ្មីមកណាហើយ paste ខ្ញុំយកទៅជាន់ទី2ទី3អូខេបែបនេះអូខេអញ្ចឹងយើងបំពេញនៅslab នឹងធ្នឹមរបស់យើងមកដែលយើងមានលើមុនហ្នឹងខ្ញុំ filter ឡើងវិញពីដានខ្ញុំអត់ត្រូវការទេ content wall ខ្ញុំមិនយកដែរខ្ញុំយកតាមនេះទេអូខេចុច copy មកផាសទៅជាន់ទីម៉ានទី3ទី4វិញណាទី3ទី1ទី2ទី3សំទោសទី2ទី3អូខេទី4មួយទៀតអូខេខ្ញុំបានផាសរួចរាល់អស់ហើយខាងលើនេះខ្ញុំលុប slab ចោលសំទោស floor ប្រភេទ floor architect ខ្ញុំទុកប៉ុណ្នេះសិនហើយវាលាតប៉ុណ្នេះសិនហើយខ្ញុំនឹងទៅចាប់ផ្ដើមរៀបចំនៅពេលក្រោយអូខេអញ្ចឹងនៅក្នុងមេរៀននេះគឺខ្ញុំសូមបង្ហាញត្រឹមប៉ុណ្្នឹងសិនយើងតទៅមេរៀនក្រោយទៀតវិធីសាស្ត្រនៅក្នុងការរៀបចំប្លង់ទូទៅតាក់ទងជាមួយនឹងក្រងគីខាងក្រៅសម្រាប់ផ្នែក exterior ណាអញ្ចឹងវាអាចមានការងារតាក់ទងការបៀវេរ៉ង់ដាការងារប្រកាន់ដៃការងារប៉ះប៉ៅកន្លែងមួយចំនួនតិចតួចនៅជំវិញគម្រោងរបស់យើងណាអូខេបាទសូមអរគុណអញ្ចឹងសូមរងចាំនៅក្នុង lesson បន្តទៀតបាទ